យូរយូរមកសាកធ្វើនំប៉័ងផ្អែមរសជាតិតយម្ដងទាំងក្លិននិងរសជាតិគឺថាឡើងឈ្ងុយពេញផ្ទះហើយបើនិយាយពីសាច់នំប៉័ងវិញគឺថាឡើងទន់ល្មើយតែម្ដងទៅតាមដានគ្រឿងផ្សំនិងវិធីធ្វើជាមួយនឹង admin ទាំងអស់គ្នាទឹកដោះគោស្រស់កិនជាមួយនឹងស្លឹកតើយចំនួន80ក្រាម icing sugar ចំនួន35ក្រាមកូរឲ្យរលាយចូលគ្នាឲ្យសព្វបន្ទាប់មកទើបយើងដាក់ជាមួយនឹងមេនំប៉័ងចំនួន4ក្រាមកូរចូលគ្នាឲ្យសព្វហើយបន្ទាប់មកទើបយើងដាក់ម្សៅចូលយើងប្រើម្សៅមីចំនួន200ក្រាមប៉ុន្តែដោយសារតែថ្ងៃនេះអស់ម្សៅមីចឹង admin ក៏ប្រើម្សៅខេកចំនួនតែម្ដងបន្ថែមអំបិលចំនួន2ក្រាមកូរច្របល់ចូលគ្នាឲ្យសព្វយើងក៏បន្ថែមពងមាន់ចំនួន20ក្រាមកូរចូលគ្នាឲ្យសព្វម្ដងទៀតចុងក្រោយគេក៏យើងបន្ថែមជាមួយនឹងប៊ឺគឺប៊ឺសាបចំនួន35ក្រាមយើងកាត់វាជាដុំតូចៗបែបនេះដើម្បីងាយស្រួលនៅក្នុងការលាយចូលគ្នាជាមួយនឹងម្សៅរបស់យើងរោយម្សៅបន្តិចបន្ទាប់មកគឺយើងធ្វើការលាយម្សៅរបស់យើងគឺវាយម្សៅរបស់យើងឲ្យបានរាងស្វិតល្អបន្ទាប់មកគឺយើងកាត់ជាដុំយើងអាចថ្លឹងបានចំនួន40ឬក៏50ក្រាមទូចធំទៅតាមការចូលចិត្តរបស់យើងលុញវាឲ្យមូលបែបនេះបន្ទាប់មកយើងរកថាសមួយដាក់វាដើម្បីធ្វើការផ្អាប់ទុករយៈពេល40ទៅ50នាទីនៅកន្លែងណាដែលហប់ល្អរយៈពេល40ទៅ50នាទីគឺឃើញថានំរបស់យើងនឹងបានឡើងល្អមែនទែនបន្ទាប់មកយើងក៏ចាប់ផ្ដើមយកនំរបស់យើងនឹងយកមកលុញម្សៅទៀតរួចរាល់ហើយគឺយើងរកថាសមួយដើម្បីធ្វើការដាក់នំរបស់យើងនឹងមុននឹងដាក់នំកុំភ្លេចលាបប្រេងផងណាកុំឲ្យនៅពេលដែលយើងដុតមកនំរបស់យើងជាប់ថាសរៀបដាក់ចូលចានបែបនេះហើយយើងក៏យកទៅទុកកន្លែងហប់បិទជិតរយៈពេល50នាទីទៀតដើម្បីឲ្យនំរបស់យើងឡើងល្អបន្ទាប់ពីបានឡើងល្អហើយក៏យើងចាប់ផ្ដើមរោយជាមួយនឹងម្សៅពោតបន្តិចបន្តួចពីលើធ្វើការកម្ដៅឡដុតរបស់យើងនំប៉័ងនេះគឺយើងអត់ប្រើកម្ដៅខ្លាំងទេគឺយើងប្រើកម្ដៅត្រឹមតែ150រយៈពេលពី25ទៅ30នាទីនំប៉័ងរបស់យើងគឺបានឆ្អិនរួចរាល់ហើយគឺថាក្លិនឡើងឈ្ងុយកុំភ្លេចជួយគាំទ្រវីដេអូរបស់ admin បន្តទៀតផងណាថ្ងៃនេះក៏មានតែប៉ុណ្្នឹងផងដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានជូនពរសុខភាពល្អជម្រាបលាបាយបាយ